តើមានផលរបរឬចំណូលអ្វីខ្លះដែលមិនត្រូវបានចាត់ទុកជាផលរបរដែលជាមូលដ្ឋានសម្រាប់ការគណនាពន្ធឧបបរមានិងពន្ធរំដោះលើប្រាក់ចំណូលមួយនីតិចែករំលែកចំណេះដឹងអំពីពន្ធដារអូខេអ្នកទាំងអស់គ្នាអញ្ចឹងកាលពីអេពីសូតមុនឬក៏កាលពីវីដេអូមុនយើងបានលើកឡើងមកហើយថាតើមានផលរបរឬក៏ចំណូលអ្វីខ្លះដែលត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់ការគណនាពន្ធរំដោះលើប្រាក់ចំណូលក៏ដូចជាពន្ធឧបបរមាអញ្ចឹងសម្រាប់វីដេអូនេះគឺយើងមកនិយាយអំពីផលរបរដែលមិនមែនជាមូលដ្ឋានសម្រាប់ការគណនាពន្ធរំដោះលើប្រាក់ចំណូលក៏ដូចជាពន្ធឧបបរមាវិញអូខេអញ្ចឹងស្របតាមប្រកាសលេខ098ស្ដីពីពន្ធលើប្រាក់ចំណូលប្រការលេខ23ចំណូលផ្សេងៗទៀតដែលមិនស្ថិតនៅក្នុងចំណូលសកម្មភាពចម្បងនៃប្រការ21និងចំណូលបន្ទាប់សន្សំនៃប្រការ22គឺជាចំណូលដែលមិនមែនជាមូលដ្ឋានសម្រាប់ការគណនាពន្ធរំដោះលើប្រាក់ចំណូលក៏ដូចជាការគណនាពន្ធឧបបរមាដែលយើងប្រកាសពន្ធប្រចាំឆ្នាំអញ្ចឹងចំណូលផ្សេងៗទាំងនោះមានដូចខាងក្រោម1ចំណូលពីមូលបត្រភាគហ៊ុននិងចំណូលភាគលាភ2ចំណូលហិរញ្ញវត្ថុបានមកពីអនុត្ត័យប្រាក់ធនាគណនេយ្យសន្សំនិងគណនេយ្យចរន្តជាដើម3ចំណូលពីសកម្មភាពដែលបានធ្វើឡើងសម្រាប់ប្រយោជន៍ដល់បុគ្គលិក4អំណោយឧបត្ថម្ភធនមានជាអាន5ការសាងសង់ឬក៏ការកែលម្អអចលនទ្រព្យដែលអ្នកជួលគាត់បានធ្វើការចេញលុយដោយសហគមន៍ផ្ទាល់ខ្លួនហើយគាត់អត់បានទាមទារសំណងពីសហគ្រាសវិញទេហើយការកែលម្អឬក៏ការសាងសង់នោះធ្វើឲ្យមានការកើនឡើងនៃតម្លៃអចលនទ្រព្យផងដែរ6តម្លៃលើសពីការលក់ឬការឈប់ប្រើប្រាស់ទ្រព្យសកម្មអញ្ចឹងទ្រព្យសកម្មនោះមានអីគេមាន fixed asset ហ្នឹងឯង7ប្រាក់សំណងធានារ៉ាប់រងដែលសហគ្រាសទទួលបានក្រោយពីកើតមានគ្រោះមហន្តរាយឬស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាដែលបានចុះកិច្ចសន្យាដែលជាប្រយោជន៍របស់សហគ្រាស8សំណងផ្សេងៗមានជាអាចដូចជាចំណូលពីការលុបកិច្ចសន្យាសំណងផ្ដល់ជាជំងឺចិត្តសំណងការខូចខាតដោយការធ្វើអាជីវកម្មប្រជែងគ្នាមិនស្មោះត្រង់9ការបន្ធូរបន្ថយនៅពន្ធករដែលការពីមុនបានកាត់ចេញពីប្រាក់ចំណូលជាប់ពន្ធ10ការបន្ថយបំណុលអ្នកគ្រប់គ្រងឬតតិជនយល់ព្រមឲ្យសហគ្រាសដែលធ្វើឲ្យមានការកើនឡើងទ្រព្យកម្មសុទ្ធរបស់សហគ្រាសដោយតាមដានដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀត